សួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបានម្ដងទៀតនៅក្នុងវីដេអូថ្មីចំពោះវីដេអូថ្មីនេះផងដែរគឺយើងធ្វើដំណើរកម្សាន្តទៅលេងខេត្តកែបវីដេអូនេះខ្ញុំថតយូរដែរអ្នកទាំងអស់គ្នាប៉ុន្តែទើបតែមានពេលយកមកកាត់អញ្ចឹងណាដោយសារតែខ្ញុំនៅខាងសឹមអញ្ចឹងខ្ញុំជិះតាមផ្លូវវែងស្រេងមករកខាងស្ពានអាកាសចំចៅពេលខ្ញុំជិះមកដល់ស្ពានអាកាសចំចៅគឺខ្ញុំបត់ខាងឆ្វេងដៃដើម្បីឡើងមកផ្លូវជាលេខ3មុននឹងបន្តដំណើរទៅមុខទៀតគឺយើងជួបប្រុសស្អាតយើងបន្តិចសិនសួស្តីណាស់អ្នកនាងថ្ងៃនេះខ្ញុំទៅលេងកពតនេះខ្ញុំមានតែ2នាក់ឯងតែតាន់ហើយស្អីគេហើយខេតណាអត់គាត់បានជីអីមិនចង់ក្អួតមកអ្វីដែលសំខាន់នោះគឺចាំគ្នានិយាយគ្នាណាត់គ្នាមក4ជាក់ស្ដែងណាត់គ្នាមក4ឥឡូវនឹងម៉ោង6:19នាទីហើយអត់ដឹងថានៅណាទៀតទេអញ្ចឹងទីទៀតយើងចាំទស្សនាមើលវីដេអូទាំងអស់គ្នាបន្ទាប់ពីជួបនឹងប្រុសស្អាតយើងក៏បន្តដំណើរទៅមុខទៀតដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងមិញមក6ជាងយើងអត់ទាន់ជុំគ្នាទេអញ្ចឹងយើងមកនៅមុខនេះយើងជួបចាំគ្នាថែមទៀតអញ្ចឹងណាហើយនៅទីនេះក៏មានទេសភាពស្រស់ស្អាតខ្លាំងដែរយើងមានទឹកពេលដែលខ្ញុំទៅហ្នឹងគឺមានទឹកមានអីអញ្ចឹងណាហើយយើងនេះមកជុំគ្នានៅនេះយើងនៅខ្វះគ្នាម្នាក់ទៀតអញ្ចឹងមកជុំគ្នានៅនេះហើយបានយើងបន្តដំណើរទៅមុខទៀតកុំឲ្យខាត់ជ្រុលជប់ចាំគ្នាយើងក៏ឆ្លៀតថតវីដេអូនៅកន្លែងនេះខ្លីៗហើយទេសភាពក៏មិនអន់ដែរនៅនេះគឺស្ថិតនៅលើផ្លូវជាលេខ3អ្នកទាំងគ្នាពិតជាស្គាល់ហើយបើធ្លាប់ជិះតាមផ្លូវជាលេខ3ក៏ជាស្គាល់ហើយនេះហើយនៅនេះខ្ញុំអត់ស្គាល់ថាឈ្មោះជាស្ពានអីទេបើអ្នកទាំងអស់គ្នាអាចស្គាល់ថាជាស្ពានអីអាចប្រាប់ខ្ញុំក្នុងខមមិនផងឥឡូវគ្នាយើងគាត់មកដល់ហើយអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងបន្តដំណើរទៅមុខទៀតព្រោះយើងចាំគ្នាយូរដែរអ្នកទាំងគ្នាម៉ោង6ជាងបានយើងបានចេញទៅព្រោះណាត់គ្នាតាំងពីម៉ោង4ឬក៏ម៉ោង5អីចឹងណាហើយម៉ោង6បានយើងចេញទៅហើយនេះគឺជាទេសភាពតាមដងផ្លូវមុននឹងខ្ញុំចូលទៅដល់ខេត្តកែបក៏ខ្ញុំចូលទៅថតរូបលេងនៅភ្នំនឹងណាខ្ញុំអត់ស្គាល់ដូចគ្នាអញ្ចឹងលើកទី1ដែលខ្ញុំចូលទៅលេងតាមបងអញ្ចឹងណាហើយនេះយើងក៏ជុំម៉ូតូទាំងអស់គ្នាដើម្បីថតរូបកាលពេលដែលខ្ញុំទៅហ្នឹងមានគ្នាច្រើនដែរបាទ4 5ម៉ូតូអញ្ចឹងទៅជុំគ្នាលេងហើយនេះយើងសកម្មភាពដែលយើងថតរូបនៅនេះស្បាយមកតង់សិនអញ្ចឹងណាបន្ទាប់ពីបានថតរូបរួចរាល់យើងក៏រៀបចំចេញដំណើរទៅខេត្តកែបបន្តទៀតជួបអ្នកផ្សេងគេមានរូបថតច្រើនអត់តែខ្ញុំទេព្រោះខ្ញុំមិនសូវមានរូបទេដើរលេងលើកណាក៏មិនសូវមានរូបច្រើនដូចគេដែរហើយមិនមែនអត់ចង់ថតទេអ្នកគ្នាគាត់ថាយើងកាន់កាមេរ៉ាអញ្ចឹងអត់សូវមានរូបថតទេបន្ទាប់ពីបានថតរូបរួចរាល់យើងក៏បន្តដំណើរទៅមុខទៀតហើយនេះយើងមកដល់កន្លែងលោកយាយម៉ៅអញ្ចឹងមិនគួររំលងទេអ្នកគ្នាដែលអាចថាទៅដើរលេងជិះកាត់ផ្លូវជាលេខ3ហ្នឹងដល់កន្លែងលោកយាយម៉ៅក៏ត្រូវចូលអុជធូបដើម្បីសុំសេចក្តីសុខតាមផ្លូវទាំងអស់គ្នាអញ្ចឹងណានេះប្រុសស្អាតយើងគាត់ចូលអុជធូបមុនបន្ទាប់ពីបានអុជធូបរួចរាល់យើងក៏បន្តដំណើរទៅមុខទៀតហើយនេះដល់ខ្លោងទ្វារដែលត្រូវចូលហើយនៅទីបំផុតយើងក៏ជិះបានដល់ខ្លោងទ្វារក្រុងកំពតអញ្ចឹងយើងក៏បានចូលទៅទិញអីវ៉ាន់ថែមព្រោះយើងអត់បានដាក់អីវ៉ាន់ទៅច្រើនទេអ្នកនរគ្នាព្រោះពិបាកដប់អញ្ចឹងជិតដល់ហើយយើងក៏ចូលទៅទិញអីវ៉ាន់ទិញអីថែមដើម្បីស្រួលទៅដល់នោះគឺញ៉ាំតែម្ដងហើយខ្ញុំទិញតែគ្រឿងកំប៉ុងគ្រឿងអីទេហើយចំពោះម្ហូបវិញយើងចាំចូលទៅទិញនៅផ្សារក្តាមអញ្ចឹងចាំទស្សនានៅសកម្មភាពដែលខ្ញុំចូលទៅផ្សារក្តាមដើម្បីទិញអីវ៉ាន់ហើយឥឡូវនេះគឺយើងចាប់ផ្ដើមទិញរួចរាល់ហើយយើងក៏បន្តដំណើរទៅមុខទៀតចំពោះការទិញអីវ៉ាន់នេះផងដែរគឺយើងទិញតែគ្រឿងកំប៉ុងតិចតួចទេហើយចំពោះម្ហូបយើងចាំទៅទិញនៅផ្សារក្តាមហើយបើអ្នកទាំងអស់គ្នាចង់ដឹងថាសកម្មភាពក្នុងការទិញអីវ៉ាន់នៅផ្សារក្តាមនឹងមានអីគេខ្លះចាំទស្សនាទាំងអស់គ្នាឥឡូវនេះយើងបានទិញអីវ៉ាន់រួចរាល់ផងដែរហើយយើងក៏បន្តដំណើរទៅមុខទៀតដោយសារតែខ្ញុំជិះមិញហួសផ្លូវអញ្ចឹងយើងត្រឡប់មកវិញគឺបាត់ខាងសាំដៃហើយចំពោះផ្លូវវិញគឺខ្ញុំអត់ស្គាល់ទេខ្ញុំជិះតាមតែគេទេព្រោះខ្ញុំអត់ដែរទៅទេអញ្ចឹងជិះតាមគេអ្នកស្គាល់ផ្លូវគេនាំផ្លូវហើយខ្ញុំនិយាយមែនខ្ញុំអត់ស្គាល់ផ្លូវទេខ្ញុំជិះតាមតែពីក្រោយគេទេព្រោះមនុស្សល្អដែរដើរលេងទៅណាឆ្ងាយទេបាទទៀតហើយអញហើយចាំបានផ្ទះបាញ់អត់ត្រូវមែនតិចមកច្រឡំសួរខ្ញុំមកផ្លូវទៅដើរលេងណាណីខ្ញុំអត់ស្គាល់ទេខ្ញុំស្គាល់តែផ្លូវទៅផ្ទះនិងផ្លូវធ្វើការតែប៉ុណ្្នឹងទេអាស្ទីលហ្នឹងអញប្រាប់អញវាយពី3នាក់ហើយបើមិនជឿទេសួរតែអ្នកចិត្តខាងខ្ញុំទៅគាត់ដឹងអីបាទខ្ញុំអត់ចេះដើរលេងទៅណាទេគេអត់ចេះដើរលេងឆ្ងាយដូចគេឯងហ្មងណាចេះតែជិះម៉ូតូហើយឆ្ងាយដូចកែបដូចកពតអីហ្នឹងឲ្យទៅដើរមិនកើតចំពោះវីដេអូទី1របស់យើងក៏ឈានចូលមកដល់ទីបញ្ចប់ផងដែរហើយកុំភ្លេចចូលចុចlike follow page ម្នាក់មួយផងអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់